សួស្តីឆ្នាំថ្មី2026គ្មានស្នេហាស្នេហ៍ហឺតដើម្បីកាន់ដៃឆ្លងឆ្នាំទេអញ្ចឹងមានតែកាន់ដៃអ៊ំនឹងឯងឆ្លងឆ្នាំមនុស្សលោក single មិន single មើលថ្ងៃឆ្លងឆ្នាំទៅក៏ដឹងហើយអាយអូទីម៉ាចំណែកអ៊ំខ្ញុំនេះអូថាខ្លួនខ្ញុំកាន់ដៃវាមុខលឹកឲ្យញញឹមតែម្ដងឪពុកម្ដាយក្រុមគ្រួសាររបស់ខ្ញុំបងប្អូនក៏ដូចជាយាយរបស់ខ្ញុំគឺគាត់អត់បានមកឆ្លងឆ្នាំជាមួយខ្ញុំទេនៅក្នុងឆ្នាំ2025ចូលដល់ឆ្នាំ2026អញ្ចឹងហើយគឺមានតែអ៊ំរបស់ខ្ញុំក៏ដូចជាបងស្រីនិងក្មួយគាត់បានឡើងមកពីផ្ទះដើម្បីមកឆ្លងឆ្នាំជាមួយនឹងខ្ញុំនៅឯណាអ្នកនរគ្នាដឹងអត់គឺនៅទីក្រុងប៉ារីសចឹងហើយខ្ញុំនេះគឺជាកាយដើម្បីនាំពួកគាត់ដើរលេងអញ្ចឹងណាខ្លាចវង្វេងទីក្រុងប៉ារីសណាមួយយើងនៅក្រៅប្រទេសអ្នកគ្នាអញ្ចឹងហើយចេះតែខ្លាចវង្វេងអីចឹងណាវាមិនមែនដូចស្រុកយើងព្រោះយូរយើងបានមកលេងទីក្រុងប៉ារីសម្ដងណាថារូបឲ្យណាណៃទៅអូនេះគឺថាខ្ញុំចេញពីកន្លែងការងាររបស់ខ្ញុំបំពេញតួនាទីខ្ញុំហើយត្រូវជាបំពេញតួនាទីជាប្អូនជាមីងជាអ៊ំជាក្មួយនេះបំពេញបានយ៉ាងល្អខ្លាំងមែនទែនអូនំកាយតែកុំសួរថាមានលុយគ្មានលុយអីទេ100ក៏អត់មានដែរធម្មតាអ្នកគ្នាយើងជាកាយយើងត្រូវស៊ីថ្លៃទៅហើយណែឃើញអញ្ចឹងនំពួកគាត់ដើរលេងណាណៃតែម្ដងទៅហើយឃើញអ្វីដែលនៅក្នុងដៃបងស្រីខ្ញុំហ្នឹងណាគឺថាបាយកញ្ចប់អ្នកគ្នាអាយអូទីម៉ាចឹងនេះមើលឲ្យទៅបើសិនជាអ្នកនរគ្នាចង់ចូលមកក្នុងគ្រួសាររបស់ខ្ញុំទេគឺពូជពងវងតកូលរបស់ខ្ញុំគឺថាច្រើនខ្លាំងមែនតើអញ្ចឹងអាហ្នឹងបើសិនជាគេបង្កើតជាភូមិមួយដើម្បីឲ្យពូជរបស់ខ្ញុំនេះនៅដាច់ដោយឡែកណាគឺថាមកភូមិហ្នឹងគឺថាល្មមតែម្ដងអ្នកនរគ្នានេះគឺថាមិនមែនច្រើនលេងនេះគឺថាច្រើនខ្លាំងតតែមែនតើឃើញអ្នកនរគ្នាអញ្ចឹងហើយខ្ញុំក៏បានដឹកដៃអ៊ំខ្ញុំឡើងទៅលើហើយក៏ចុះមកក្រោមវិញទៅលក្ខណៈតែយើងថតដើម្បីសម្ដែងហើយយកទេសភាពដ៏ស្រស់ស្អាតយកវិមានដ៏ស្កឹមស្កៃអញ្ចឹងណាទៅរកណាបានអ្នកនរគ្នាហើយមានក្មួយដូចជាខ្ញុំនេះអូយដូចជាធ្វើបិណ្ឌ100ជាតិអូយច្រឡំ100វត្តអញ្ចឹងផ្លែងគ្រប់តំបន់គ្រប់ទីតែម្ដងបានទៅនៅខាងក្រៅណាតែបើថានៅការងារអីរៀងខ្មើទៅយ៉ាងព្រោះបើយើងមិនខ្មើទេវាមិនម៉ត់ចត់ទេណាគេមកខ្លាចយើងឲ្យគ្រប់ក្រុមកូនចៅមិនកើតបាទលេខអាឡាអញ្ចឹងហ្នឹងបានអ៊ំខ្ញុំនេះគឺថាចេះសម្ដែងជាមួយនឹងខ្ញុំទៀតអូយគាត់ដើរទៅដើរមកពូជខ្ញុំមានតែខ្ញុំទៅទៀបជាងគេអ្នកនរគ្នាបើសិនជាក្មួយរបស់ខ្ញុំបងប្អូនរបស់ខ្ញុំវិញអត់មានអ្នកណាគេទៀបទេគឺថាបានទៅអ៊ំបានទៅម៉ែខ្ញុំបានកាត់ទៅឪពុករបស់ខ្ញុំដោយសារតែខ្ញុំទៀបឪខ្ញុំគឺគាត់កម្ពស់ទៀបជាងម៉ែខ្ញុំទេឪខ្ញុំហ្នឹងគឺ1ម៉ែត្រដូចជា60ជាងទេបាទម៉ែខ្ញុំហ្នឹង1ម៉ែត្រ7ចង់7អីនោះដូចអ៊ំខ្ញុំអីហ្នឹងហើយបើនិយាយពីបងប្អូនរបស់ខ្ញុំអ្នកនរគ្នាគឺខ្ញុំសបោសិតតែប្រុសមិនថាបងប្អូនជីដូនបង្កើតឬក៏ក្មួយទេគឺប្រុសសុទ្ធតែម្ដងថាដើរអីបង្កើតជាបងធំជើងអីបងធំបងទួចអីអូនិយាយថាមិនបាច់ទេយកតែអាសាច់ញាតិខ្លួនឯងហ្នឹងទៅក៏បានដែរថាប្រុសសុទ្ធឥឡូវងាកមកមើលទេសភាពរបស់យើងវិញអ្នកគ្នាអូនិយាយថាទស្សនភាពនៅពេលយប់បែបនេះគឺថាស្រស់ស្អាតខ្លាំងមែនតើនេះបើសិនជាឪពុកម្ដាយរបស់ខ្ញុំយាយរបស់ខ្ញុំគាត់មកដែរមិនដឹងថាគាត់សប្បាយចិត្តប៉ុណ្ណាទៅនេះឃើញថាវាស្រស់ស្អាតដែរអ្នកគ្នាណាមួយគេមានដូចជាភ្លើងពណ៌ភ្លើងពូលប៉ុន្តែវានៅពេលដែលគេដាក់បែបនេះទៅគឺសម្បូរទៅដោយរុក្ខជាតិបៃតងមើលទៅគឺថាវាសម្ព័ន្ធភាពគឺថាស្រស់ស្អាតខ្លាំងទាល់តែមែនតើណាបីទៅថាយើងមិនបានទៅលេងដល់ណាទេអ្នកគ្នាអញ្ចឹងនៅក្នុងស្រុករបស់យើងក៏មានទេសភាពដ៏ស្រស់ស្អាតដែរអញ្ចឹងគេតុបតែងដូចគាត់លក្ខណៈថាដូចនៅក្រៅប្រទេសដូចប្រទេសគេអញ្ចឹងហើយក្មួយរបស់ខ្ញុំគាត់មួយដេកអ្នកគ្នាស្ងាត់រហូតតែអ៊ំរបស់ខ្ញុំនៅឯផ្ទះគាត់គាត់ទៅមើលវីដេអូនេះក៏គាត់សប្បាយចិត្តជំនួសដែរប៉ុន្តែនៅពេលខ្ញុំមានពេលណាចាំខ្ញុំនាំអ៊ំមកដើរលេងម្ដងម្នាក់ទូមិនបានទៅក្រៅប្រទេសយើងដើរលេងក្នុងស្រុកទៅតែឡើយនេះអធិស្ឋានអ៊ំហើយក្មួយនៅក្រណាស់តាមពិតទៅទីក្រុងប៉ារីសនៅបរិយាពេញហួតទេអ្នកគ្នាទីក្រុងភ្នំពេញយើងហ្នឹងទៅនេះចុងសប្តាហ៍ឯអ្នកគ្នាឲ្យមក chill នៅនេះបានtrongឆ្នាំ2025ដើមឆ្នាំ2026ក៏សូមជូនពរឆ្នាំថ្មីសូមឲ្យក្រុមគ្រួសាររបស់ខ្ញុំសាច់ញាតិពុកម៉ែបងប្អូនទាំងនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាក៏ដូចជាវរៈកងទ័ពក៏ដូចជាបងប្អូនអំពូមីនជនភៀសសាក់ទាំងអស់សូមឲ្យជួបតែសុខសុវត្ថិភាពសុខភាពល្អសំណាងល្អគ្រប់គ្នាហើយក៏មិនសូមអ្វីច្រើនទេសូមឲ្យតែប្រទេសជាតិមានការសុខសន្តិភាពរៀងរហូតទៅអរគុណបងប្អូនគ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយ